របៀបលុបទិន្នន័យសម្រាប់របស់ទូរស័ព្ទ Oppo បងប្អូនអត់ពិបាកទេហ្នឹងហើយបងប្អូនចូលទៅរកកម្មវិធីនេះឲ្យបានព្រោះ Oppo វាមានកម្មវិធីមួយដែលវាគ្រប់គ្រងទូរស័ព្ទយើងបានអាចលុបទិន្នន័យសម្រាប់លុបអីបានឲ្យទូរស័ព្ទយើងដើរស្រួលនេះបងប្អូនចូលមករកកម្មវិធីនឹងមកនេះកម្មវិធីនេះបងប្អូននេះនឹងគេថាគ្រប់គ្រងនេះកម្មវិធីគ្រប់គ្រងហ្នឹងចុចចូលនឹងមកដើម្បីចូលទៅលុបទិន្នន័យសម្រាប់ដែលបងប្អូនលេងប្រចាំថ្ងៃហើយវាកកនៅនឹងទៅធ្វើឲ្យទូរស័ព្ទយើងដើរយឺតអញ្ចឹងបងប្អូនក៏ចុចបង្កើនប្រសិទ្ធភាពមកនេះគេវាកំពុងតែលុបសម្រាប់ដែលយើងអត់ប្រើការកើតនឹងវាលុបចោលហើយដល់អញ្ចឹងបងប្អូនចុចរួចរាល់មកហ្នឹងហើយវាឲ្យបងប្អូនមើលលេងទៀតហ្នឹងហើយនេះសម្អាតវានៅសម្អាត scan រកទិន្នន័យសម្រាប់ឲ្យយើងបានហើយបងហ្នឹងហើយឃើញវានឹងលុបរកសម្រាប់ឲ្យយើងដោយស្វ័យប្រវត្តិតែម្ដងនេះរងចាំវាសិនបងប្អូនរងចាំវាឲ្យវាអស់សិនហ្នឹងហើយវាកំពុងទៅវិលយើងទៅអត់ធ្វើអីវាណាហ្នឹងហើយទៅចេញវាដាច់វិញហើយនេះរងចាំវាច្រើនមែនទេនេះគាត់អត់ដែលលុបទេហ្នឹងហើយគាត់យកសាប់ឲ្យមើលហ្នឹងគាត់ថាវាសាប់វាទៀកយឺតក៏យឺតអីក៏អីអញ្ចឹងនេះឥឡូវវាលុបសម្រាប់វាកំពុងទៅចែករំលែករើសយកសម្រាប់ហើយនេះដល់អញ្ចឹងចុចពាក្យថាសម្អាតមកនេះបងប្អូននេះចុចពាក្យថាសម្អាតមកទៅអានេះគឺអត់ប៉ះពាល់របស់អីរបស់យើងដែលប្រើប្រចាំថ្ងៃទេបងប្អូនអានេះវាលុបទៅសម្រាប់ដែលយើងប្រើកើតទេដែលវាលុបហ្នឹងហ្នឹងហើយលុបទៅសម្រាប់ដែលយើងប្រើកើតទេចុចចូលយើងចុចចូលត្រេ3នេះទៀតមកហ្នឹងហើយចុចទៅត្រេ3នេះចុចលើការសម្អាតកម្មវិធីមកយើងនឹងឃើញទំហំវាហើយហ្នឹងហើយចុចថយវិញមួយចូលមួយទៀតហ្នឹងហើយមើលកន្លែងការសម្អាតកម្មវិធីចូលកម្មវិធីរងចាំបន្តិចអានេះបើសិនជាយើងមើលកម្មវិធីណាមួយដែលយើងអត់ត្រូវការយើងលុបចោលលើកន្លែងនឹងតែម្ដងបានបងប្អូនណាហ្នឹងហើយហើយយើងបោះបង់ចោលសិនអូខេវាមកដល់នេះហើយបងប្អូនមើលឯកសារស្ទូននេះឯកសារស្ទូននេះគឺត្រូវលុបចោលដែរបងប្អូនព្រោះឲ្យវាមាន2ដល់អញ្ចឹងវាថាឯកសារស្ទូនណានេះប៉ះចូលចឹងមកអូខេវាមានបែងចែក2វាស្ទូនដូចគ្នាអញ្ចឹងបងប្អូនធីកទាំងអស់នឹងមករួចលុបចោលមកហ្នឹងហើយស្ទូនលុបវាជួយឲ្យទូរស័ព្ទយើងបានទំហំផ្ទុកច្រើនទៀតហ្នឹងហើយអានេះគឺស្ទូនដែលសិតតែមាន2ទាំងអស់បងប្អូនណាលុបចោលទៅឯកសារស្ទូនហ្នឹងមិនទុកទេព្រោះវាស៊ីច្រើនអានេះឲ្យត្រូវដាក់លេខកូដបងប្អូនហ្នឹងហើយសូមដាក់លេខកូដត្រូវហ្នឹងខ្ញុំភ្លេចលេខកូដគាត់ឥឡូវគាត់ប្រាប់លេខកូដមិញបងប្អូនហ្នឹងហើយដល់អញ្ចឹងយើងដាក់លេខកូដអ៊ីក្រង់យើងដែលយើងតាំងមុខកញ្ចក់បងប្អូនហ្នឹងហើយអូខេ